ភាគទី11នៅទីក្រុងក្នុងជំរំមូលដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រពេលនោះស្រាវក៏ចាប់ផ្ដើមលឺសូរតែអាមួយកំពុងតែស៊ីនំក៏មានការភ្ញាក់ផ្អើលរួមទាំងមនុស្សនៅក្នុងមូលដ្ឋានទាំងអស់ចំណែកវូរ៉ានកំពុងតែបើកហាលសសុកក៏ឆ្ងល់ថាតើមានរឿងអ្វីកើតឡើងកាត់ចេញពីនោះយើងក៏បានឃើញនីសាដែលនាងកំពុងតែហោះហើរមិនដឹងថាធ្វើទៅកន្លែងណាបន្ទាប់មកនាងក៏បានចុះចតនៅកន្លែងមួយរួចហើយក៏ដើរពី3ជំហានបន្ទាប់មកនាងក៏បានឈប់ហើយក៏បានធ្វើការបញ្ចេញក្បួននិងបើកការវាយប្រហារទៅកាន់កន្លែងមួយពេលនោះក៏មានមនុស្សម្នាក់បានចេញមកនឹងធ្វើការទម្រង់នៅកម្លាំងការវាយប្រហាររបស់នីសាដោយបរិម្នាក់នេះគឺជាស្ដេចនាសដោយនីសាមករកស្ដេចនាសដើម្បីពឹងឲ្យគេក្នុងការជួយនាងក្នុងការកម្ចាត់មនុស្សនៅលើផែនដីដោយស្ដេចនាសក៏បាននិយាយទៅកាន់នីសាថាក្នុងការកម្ចាត់ជាមួយនឹងមនុស្សផែនដីគេនឹងចូលរួមហើយកំណប់នៃសកលលោកនៅប្រកល់ឲ្យនាងចំណែកព្រលឹងរបស់សិទ្ធិរបស់មនុស្សផែនដីគឺជារបស់គេហើយនីសាក៏បានតបទៅកាន់ស្ដេចនេះវិញថាជាមួយនឹងកម្លាំងរបស់ស្ដេចនេះលោកមិនចាំបាច់យកចិត្តទុកដាក់លើទីក្រុងប្រយុទ្ធនោះទេប៉ុន្តែលោកនឹងពីភាពកម្រនៃកំណប់ផែនដីឬអត់ពេលវេលានិងកន្លែងនៃរូបរាងរបស់វាកាន់តែពិបាកទូទាយហើយស្ដេចនាសក៏តបទៅកាន់នាងវិញថានាងនឹងថាមិនមែនមានតែកំណប់នៃសកលលោកមួយនោះទេវារួមបញ្ចូលទាំងកំណត់ឋានសួគ៌និងកំណត់ផែនដីហើយនេសាក៏តបទៅកាន់ស្ដេចនាសវិញថាជាការប៉ុណ្ណាបើមិនដូច្នេះទេខ្ញុំនឹងមិនមករកអ្នកនៅទីនេះទេពេលនោះក៏មានបិសាចខ្លាបិសាចស្វាអើបិសាចមង្គួយនិងបិសាចត្រីមកគោរពចំពោះស្ដេចនាសនេសាដែលឃើញបែបនេះគេស្មានតែស្ដេចនាសចង់សម្លាប់នាងប៉ុន្តែវាមិនមែនទេហើយស្ដេចនាសក៏ប្រាប់នាងថាខ្ញុំមិនខ្វល់អំពីនិកាយរបស់នាងទេទោះបីជាខ្ញុំមិនចង់បានកំណត់នោះក៏ដោយប៉ុន្តែវាជាការអាម៉ាស់ដែលនាងបានបាត់បង់វាកំណត់ផែនដីនឹងអាចមានវត្តមាននៅចំណុចត្រង់នេះអេមានសម្បញ្ជាក់ថាកំណត់ផែនដីឬក៏កំណត់នៃសកលលោកគឺជាន័យតែមួយទេឆ្នេះអេមានសម្ហៅថាកំណត់នៃសកលលោកងាយស្រួលជាងបន្ទាប់មកស្ដេចនាសក៏បញ្ជាឲ្យបិសាចត្រីទៅស៊ើបការនិងត្រៀមខ្លួនក្នុងការវាយប្រហារមនុស្សផែនដីរួចហើយនឹងដណ្ដើមយកកំណត់នៃសកលលោកបិសាចត្រីក៏ទទួលបញ្ជារួចហើយក៏ហោះចេញទៅបន្ទាប់មកស្ដេចនាសក៏បានប្រាប់ផែនការរបស់គេមនុស្សផែនដីរៀមនឹងខ្លាចជាអាហាររបស់ចចកឈាមហើយនឹងប្រាប់ឲ្យបិសាចទាំងអស់ធ្វើការរងចាំរួចហើយគេក៏បានគម្រាមទៅកាន់នីសានៅពេលដែលគេទទួលបានកំណត់នៃសកលលោកបាននាងមិនរកវិធីសាស្ត្រដ៏ល្អមួយទេគេនឹងទៅបំផ្លាញនិកាយរបស់នាងបន្ទាប់ពីនាងចប់ស្ដេចនាសក៏បានចាត់ជាពិធីនោះហើយនីសាក៏បានអង្គុយចុះដើម្បីតាំងសមាធិហើយនាងក៏បាននឹកឃើញទៅកាន់បុរាណនៅពេលដែលគេវាយប្រហារនាងផងដែរហើយសាច់រឿងក៏បានកាន់មកក្នុងជំរំបង្ហាត់វិញលោកគ្រូប៉ោចាក៏បានកាន់ដបសារនិងដល់សម្ដៅមកកាន់ពួកគេហើយនិយាយទៅកាន់ពួកគេថាអ្នកទាំងអស់គ្នាបានប្រកាសអស់រយៈពេល1ខែទៅហើយវាដល់ពេលហើយដើម្បីសាកល្បងធម្មពលរបស់អ្នកទាំងអស់គ្នាថ្ងៃស្អែកខ្ញុំនឹងនាំអ្នកទាំងអស់គ្នាចូលទៅក្នុងព្រៃអាប់សម្រាប់ការវឹកហាត់ប្រយុទ្ធដំបូងរបស់អ្នករួចហើយលោកគ្រូប៉ោចាក៏ប្រាប់ឲ្យអ្នកទាំងអស់គ្នាទៅរៀបចំឲ្យវ៉ាន់ដើម្បីសម្រាប់ថ្ងៃស្អែកបន្ទាប់មកលោកគ្រូប៉ោចាក៏បានសួរទៅកាន់បុរាណថាតើអ្នកត្រូវការអ្វីខ្លះសម្រាប់ការប្រយុទ្ធប្រកបនៅថ្ងៃស្អែកបុរាណមិនតបានឆ្លើយផងលោកគ្រូប៉ោចាក៏បានដើរចេញនិងជូនពរឲ្យពួកគេមានសំណាងល្អហើយប្រុសសិលលឿនក៏បាននិយាយទៅកាន់បុរាណពីរបីម៉ាត់រួចហើយក៏យល់ស្របគ្នាបន្ទាប់មកពួកគេក៏បានមើលទៅកាន់អូនសតទីងតុយដែលឃើញថានាងកំពុងតែស្ងប់ស្ងាត់ពួកគេទាំងពីរក៏មកមើលនាងហើយក៏សួរនាងថាតើនាងក៏អ្វីអូនសតទីងតុយក៏តបទៅកាន់ពួកគេវិញថាតើយើងនឹងទៅព្រៃអាប់ម្ដងទៀតហើយមែនទេពីមុនអ្នកទាំងអស់គ្នាបានរត់របួសយ៉ាងធ្ងន់ធ្ងររួចមកហើយបុរាណក៏បានលួងលោមនាងកុំឲ្យខ្លាចអីគេនឹងធ្វើជាអ្នកការពារនាងបន្ទាប់ពីធ្វើឲ្យអូនសតទីងតុយមានការសប្បាយចិត្តឡើងវិញហើយសាច់រឿងក៏កាន់មកដល់ថ្ងៃស្អែកនៅខាងក្រៅទីក្រុងមាន AI កំពុងតែប្រកាសឲ្យពួកគេមានសុវត្ថិភាពហើយចំណែកក្រុមដតីទៀតក៏ចាប់ផ្ដើមរៀបចំខ្លួនដើម្បីធ្វើដំណើរទៅកាន់ព្រៃអាប់ក្នុងពេលនោះយានក៏បានចាប់ផ្ដើមធ្វើការជិះដំណើរទៅកាន់ព្រៃអាប់ក្នុងពេលកំពុងធ្វើដំណើរនៅក្នុងយានរបស់ក្រុមបុរាណយើងក៏បានឃើញអូនសតទីងតុយកំពុងតែដេកចំណែកអ្នកផ្សេងទៀតក៏បានធ្វើការជជែកគ្នាចំណែកបុរាណក៏បានគិតពីពនស្រែរបស់គេនិងគេរកវិធីគ្រប់យ៉ាងដើម្បីជួយនាងពេលនោះសម្លេងលោកគ្រូប៉ោចាក៏បានទំនាក់ទំនងមកក្រុមរបស់បុរាណនឹងនិយាយថាយើងនឹងហៀបនឹងឆ្លងចូលទន្លេឈិនលាវហើយក្នុងការចូលទៅក្នុងព្រៃអាប់ក្រុមនីមួយៗសូមប្រយ័ត្នបន្ទាប់ពីទទួលបានពីការនិយាយរបស់លោកគ្រូប៉ោចាបុរាណក៏ចាប់ផ្ដើមកាត់ពីនីសាដែលនាងបានធ្លាក់ចូលក្នុងទឹកបន្ទាប់ពីគេវាយប្រហារនាងហើយលោកគ្រូប៉ោចាក៏បានបន្ថែមទៀតថាជាការប្រយុទ្ធលើកដំបូងរបស់អ្នកទាំងអស់គ្នានៅក្នុងព្រៃអាប់បន្ទាប់ពីបង្វឹកអ្នកទាំងអស់គ្នាអស់1ខែហើយគាត់ក៏ប្រាប់ឲ្យអ្នកទាំងអស់គ្នាធ្វើការត្រៀមខ្លួនហើយគាត់ក៏ប្រាប់ពីបេសកកម្មដែលពួកគេត្រូវបំពេញគឺកម្ចាត់សត្វចចកឈាមអូនសើទីងតុយដែលលើបែបនេះក៏បានចែកប្រវត្តិសត្វចចកឈាមដោយដឹងថាវាជាសត្វកាច់សាហាវជាមួយនឹងកម្លាំងធម្មពលកម្រិត D ជាធម្មតាពួកវារស់នៅជាក្រុមប្រហែលជា15ក្បាលឡើងហើយប្រូសលលឿនក៏និយាយថាមើលទៅពួកវាដូចជាមិនខ្លាំងទេជាមួយនឹងកម្លាំងពួកយើងគួរតែអាចដោះស្រាយជាមួយពួកវាបាន
ហើយឆាន់វៃមួយក៏បានប្រាប់ទៅកាន់ប្រុសសាលឿងថាកុំមើលស្រាលពួកវាខ្លាំងពេកប្រយ័ត្នចេះរយដោយសារតែពួកវាមានស្ដេចចចកដោយខ្លាំងពូកែហើយលីងធៀងក៏ប្រាប់ពួកគេថាបើស្ដេចចចកមកយើងនឹងសម្លាប់វាហើយសួរទៅកាន់វូរ៉ានថាត្រូវអត់ប្រូហើយវូរ៉ានក៏បាននិយាយទៅកាន់ពួកគេវិញថាពេលយើងទៅដល់រោងចចកយើងត្រូវតែប្រុងប្រយ័ត្នខ្ញុំមានអារម្មណ៍ថាមានអ្វីមួយនឹងកើតឡើងអ្នកទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នវូរ៉ាននិយាយសឹកៗក៏បានកាត់ទៅកាន់កញ្ញាតាំងទៀមបន្តិចបន្តួចបន្ទាប់ពីពេលនោះយិនក៏បានធ្វើដំណើរមកកាន់ព្រៃអាប់រួមទាំងយាមផ្សេងៗទៀតផងដែរពេលយានចចមនុស្សសមាជិកក្រុមទាំងអស់ក៏បានចូលមកដើម្បីត្រៀមភ្លើងប្រយុទ្ធនឹងសត្វចចកឈាមហើយលោកគ្រូប៉ាចាក៏បាននិយាយណែនាំទៅកាន់ពួកគេថាក្រុមទី1បន្ថយល្បឿនបរិបពីអ្នកខាងស្ដាំមិនអាចតាមទាន់អ្នកដទៃបានទេក្រុមទី3បង្កើនល្បឿនលឿនបន្តិចអ្នកនៅពីក្រោយក្រុមផ្សេងទៀតលីងធៀននៃក្រុមទី5គួរតែផ្ដោតលើការរៀបចំទាំងមូលនៃកងកម្លាំងត្រូវប្រកាសថារក្សាធម្មពលព្រលឹងខ្លះក្នុងករណីដែលត្រូវការមានឆ្កែចចឈាមប្រហែល15ក្បាលនៅខាងមុខខ្ញុំនឹងប្រោសឲ្យអ្នកកន្លះម៉ោងដើម្បីព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីកម្ចាត់សត្វចចឈាមហើយក្រុមរបស់វូរ៉ានក៏ធ្វើការរត់សម្ដៅទៅកាន់ពួកចចឈាមដល់ពេលពួកគេរត់ដល់ហើយពួកគេក៏បានត្រៀមខ្លួនសម្រាប់ការប្រយុទ្ធពេលនោះក្រុមសត្វចចឈាមក៏ធ្វើការបើកការវាយប្រហារមកកាន់ពួកគេចំណែកក្រុមរបស់វូរ៉ានក៏បានធ្វើការប្រយុទ្ធតបតទៅវិញអសទីងតុយក្នុងកីឡាតែសាប្រយុទ្ធជាមួយនឹងសត្វចចរួចហើយនាងក៏ឆ្លៀតសរសើរទៅកាន់ពួកវាបន្តិចទៀតពេលនោះក៏មានចចក3ក្បាលមកវាយប្រហារនាងប៉ុន្តែប្រុសសាលឿងក៏បានមកជួយនាងទាន់ក្នុងការប្រយុទ្ធក្រុមទាំងអស់ក៏បានបញ្ចេញសមត្ថភាពរៀងៗខ្លួនក្នុងការប្រយុទ្ធជាមួយនឹងចចកឈាមពេលនោះសត្វចចឈាមទាំងអស់ក៏បានបរំពាត់ពួកគេរួចហើយវូរ៉ានក៏បានចូលទៅក្នុងសមុទ្រចិត្តរបស់គេដើម្បីបង្វិលយកស្គីលកញ្ញាលីងឡុងក៏ធ្វើការបង្វិលឲ្យវូរ៉ានរួចហើយគេក៏ចាប់បាននៅជំនាញមួយហើយកញ្ញាលីងឡុងក៏បានបញ្យល់ស្គីលនេះទៅកាន់វូរ៉ានថានៅពេលដែលគេវាយប្រហារទៅកាន់គូប្រកួតម្នាក់ណាមួយគេមានឱកាស 60% នៃការធ្វើឲ្យគូប្រកួតនោះខ្វន់រាងកាយវានឹងមានរយៈពេល3នាទីនៅពេលដែលអ្នកប្រយោជន៍ចប់សូម្បីតែវូរ៉ានក៏បញ្យល់ពីជំនាញមួយនេះដែរហើយវូរ៉ានក៏បានចេញពីសមុទ្រចិត្តរបស់គេមកវិញនឹងធ្វើការត្រៀមប្រយុទ្ធជាមួយនឹងសត្វចចកឈាមហើយសាច់រឿងយើងក៏សុំសេតែត្រឹមនេះភាគទី12នៅក្នុងវិទ្យាស្ថានកញ្ញាតាំងទាំងក៏បានដើរទៅរកអាមួយនៅសួរព័ត៌មានអំពីការវឹកហាត់របស់សមាជិកទាំងអស់នៅក្នុងក្រុមអ្នកប្រមាញ់អ្នកអមតៈអាមួយក៏ឆ្លើយប្រាប់កញ្ញាតាំងទាំងថានៅក្នុងព្រៃអាបគឺស្មុគស្មាញនិងវិពិបាកក្នុងការរករកខ្លាំងណាស់ហើយវាក៏ជាឋានសួគ៌នេសាទកាយសាហាវនៅទីនោះផងដែរហើយនៅទីនោះក៏មានស្ដេចបិសាចមួយចំនួនដែលរស់នៅក្នុងនោះដូច្នេះវិទ្យាស្ថាននឹងបញ្ជូនមនុស្សទៅសង្កេតនៅទីនោះហើយមួយក៏ប្រាប់ទៅកាន់កញ្ញាតាំងធានទៀតថាប៉ុន្តែខ្ញុំមានឯកសារពាក់ព័ន្ធមួយចំនួនដែរវាបានបន្សល់ទុកដោយអ្នកកាន់តំណែងមុនប្រហែលជាអ្នកអាចប្រើប្រាស់ឯកសារទាំងនោះបានហើយកញ្ញាតាំងធានក៏តបទៅកាន់អាមួយវិញថាក្នុងប្រជុំមហាវិទ្យាល័យកន្លងមកខ្ញុំបានឮថាគ្រូផ្សេងទៀតលើកឡើងអំពីព្រៃអាបគឺមានគ្រោះថ្នាក់ខ្លាំងណាស់ហើយវាក៏មានភាគរយច្រើននៃការជួបសត្វនៅកម្រិតនៃស្ដេចបិសាចហើយនាងក៏បានកាត់ទៅដល់វូរ៉ាននិងជូនពរឲ្យគេកុំឲ្យមានគ្រោះថ្នាក់ផងដែរសាច់រឿងក៏កាត់មកដល់វូរ៉ានដែលគេកំពុងប្រយុទ្ធជាមួយនឹងសត្វកាយសាហាវតាំងពីព្រឹករហូតដល់យប់រហូតដល់គេអស់កម្លាំងជាខ្លាំងពេលនោះក៏មានចចកមួយហោះមកខាងគេប៉ុន្តែវូរ៉ានក៏បានកាប់ឲ្យវាមានការឆក់ទ្រឹតរហូតដល់វាដេកដួលទៅមិនត្រឹមតែប៉ុណ្ណោះឆ្លៀតទៅនិយាយឌឺគ្នាទៀតហើយអូនសតទីងតៃកំពុងតែប្រយុទ្ធជាមួយនឹងសត្វចចកផងដែរនេះក៏បានឆ្លៀតកលេចមើលវូរ៉ាននឹងនិយាយទៅកាន់គេថាគេពិតជាអស្ចារ្យណាស់ដែលបានសម្លាប់សត្វចចកឈាមយ៉ាងលឿនហើយវូរ៉ានក៏បាននិយាយទៅកាន់អូនសតទីងតៃថាកុំបារម្ភមន្ត្រីក្រោយមកសត្វចចកវាក៏បានងើបឡើងមកវិញទាំងស៊ីសើពេលដែលវាបាត់វល់មុខហើយវាក៏បានហោះមកខាំវូរ៉ានម្ដងទៀតប៉ុន្តែវូរ៉ានក៏បានកាប់វាឲ្យវាស៊ីសើម្ដងទៀតហើយវាក៏ជាហេតុដែលធ្វើឲ្យវូរ៉ានខ្ទាបផងដែរពេលនោះវូរ៉ាននិងអូនសតទីងតៃក៏បានទល់ខ្នងគ្នាដើម្បីប្រយុទ្ធហើយអូនសតទីងតៃក៏សួរទៅកាន់វូរ៉ានថាចំណេញនេះពិតជាអស្ចារ្យណាស់តើគេអាចបង្រៀននាងបានទេហើយវូរ៉ានក៏តបទៅកាន់នាងវិញថាសត្វចចកឈាមនេះត្រូវបានស្គីលរបស់ខ្ញុំគ្រប់គ្រងដែលធ្វើឲ្យវាមិនអាចកម្រើកបានហើយគេក៏សួរទៅកាន់នាងថាតើនាងចង់សាកមែនទេអូនសតទីងតៃដែលលើបែបនេះនឹងក៏បានគិតពីចំណេញផ្សេងៗរបស់គេដែលបានបញ្ចេញមកកាលពីមុនរួចហើយនឹងក៏បានបដិសេធនឹងធ្វើការបញ្យល់បន្តជាមួយនឹងសត្វចចកឈាមហើយលីងធាក៏បានប្រើជំនាញលំពេរបស់គេវាបង្ហាញទៅកាន់សត្វចចកឈាមដែលនៅមុខគេបណ្ដោយឲ្យពួកវាងាប់អស់ចំណែកប្រូសាលឿងក៏មិនអន់គេក៏បានប្រើដាវរបស់គេស្ទុះទៅកាប់ពួកសត្វចចកឈាមដែលបណ្ដោយឲ្យវាងាប់អស់ប៉ុន្តែក៏មានសត្វចចកឈាម2 3ក្បាលនៅពីក្រោយគេនឹងរៀបវាបង្ហាញទៅកាន់គេប៉ុន្តែប្រូសាលឿងក៏បានប្រើចំណេញដាវរបស់គេកាប់មួយដាវដែលធ្វើឲ្យមានភ្លើងឆេះឡើងហើយពួកចចកឈាមក៏មិនហ៊ានឆ្លងទៅវាយប្រហារគេផងដែរហើយវូរ៉ានក៏បានព្យាយាមកាប់សម្លាប់ទៅកាន់ពួកសត្វចចកឈាមប៉ុន្តែធ្វើឲ្យពួកវាមានការឆក់និងដេកដួលតែប៉ុណ្ណោះដែលជាហេតុធ្វើឲ្យវូរ៉ានមានការសប្បាយចិត្តហើយនៅចុងក្រោយគេក៏បានប្រើចំណេញដាវរបស់គេហោះទៅកាប់សត្វចចកឈាមមួយប៉ុន្តែធ្វើឲ្យគេឡងមកវិញដោយវូរ៉ានភ្លេចថា
គេបានឈានដល់ដែនកំណត់នៃស្គីរបស់គេទៅហើយពេលនោះសត្វចចជាមួយកុមារនោះក៏បានហៅវាមហតកម្មបុរាណប៉ុន្តែបុរាណលបៀសតាន់គេក៏បានកាប់សត្វចចជាមួយនោះធ្វើឲ្យវាដេកឆក់ទៅពេលនោះបុរាណក៏បានស្ទុះទៅកាន់អូនសត្វទីងតុយហើយបុរាណក៏បានប្រាប់អូនសត្វទីងតុយថាមានសត្វចចជាមួយនៅពីក្រោយនាងហើយបុរាណក៏បានស្ទុះហោទៅកាប់សត្វចចជាមួយនោះបណ្ដោយឲ្យវាឆក់ត្រេតដួលបាត់ទៅក្នុងកាលៈទេសៈនេះក៏ធ្វើឲ្យបុរាណមានការហត់នឿយជាខ្លាំងផងដែរក្នុងពេលដែលបុរាណមានការហត់នឿយក៏មានសត្វចចជាមួយវាមហតកម្មបុរាណក្នុងពេលដែលគេមិនអាចតទល់បាននោះលីងធាននិងប្រសលលឿងក៏បានមកជួយគេទាន់ហើយលីងធានក៏បានលើកបុរាណឡើងពេលនោះក្រុមរបស់ពួកគេក៏មកជុំគ្នាស្របគ្នានឹងក្រុមចចឈាមក៏បានមករោមពួកគេកាន់តែច្រើនផងដែរហើយពួកគេក៏បានរៀបចំផែនការបាននៅតែបែបនេះទៀតពួកគេប្រកាសជាចោររបស់សត្វចចឈាមជាមិនខានហើយសត្វចចឈាមក៏បានចាប់ផ្ដើមមករោពួកគេកាន់តែច្រើនឡើងពេលដែលឃើញចចឈាមមកកាន់តែច្រើនបែបនេះបុរាណក៏បានប្រាប់សមាជិកក្រុមរបស់គេថាឲ្យដល់ថយយឺតកុំទុកសមាជិកក្រុមចោលអីសោះរួចហើយពួកគេម្នាក់ក៏បានបើកការវាផាទៅកាន់សត្វចចឈាមបណ្ដោយពួកវាខ្លះងល់ខ្លះរងរបួសខ្លះប្រកាច់ពេលនោះក៏មានសត្វចចមួយវាផាទៅកាន់បុរាណឈិនវៃមូក៏បានប្រើជំនាញជួររបស់គេទៅការពារបុរាណបណ្ដោយឲ្យគេរួចផុតហើយអូនសតទិញទៅក៏បានមើលសភាពការនិងប្រាប់ទៅកាន់បុរាណថាចចឈាមទាំងអស់កាត់តែមកទីនេះកាត់តែច្រើនហើយយើងក៏បានឃើញក្រុមសត្វចចឈាមស្ទុះសម្ដៅមកកាន់ក្រុមរបស់បុរាណដោយឃើញសត្វចចឈាមមកកាន់តែច្រើនបែបនេះជាហេតុធ្វើឲ្យក្រុមរបស់បុរាណមិននឹងជាធ្វើអ្វីបានពេលនោះបុរាណក៏បាននឹកឃើញកំណត់មួយគេក៏បានឲ្យប្រសលលឿងប្រើភ្លើងរបស់គេដើម្បីបង្កើតបានជាជញ្ជាំងភ្លើងមួយរាំងមិនឲ្យពួកចចឈាមចូលមករកពួកគេបានពេលនោះប្រសលលឿងក៏បានប្រើធម្មពលរបស់គេហើយក៏កាត់ចេញទៅបណ្ដាឲ្យមានភ្លើងឆេះឆាក់ជាខ្លាំងដែលធ្វើឲ្យពួកសត្វចចឈាមមិនអាចចូលមករកពួកគេបានហើយបុរាណដល់ឃើញសត្វចចឈាមបែបនេះគេឆ្លៀននិយាយឌឺទៅកាន់ពួកវាទៀតហើយអូនសតទិញទៅក៏បានប្រាប់ទៅកាន់បុរាណថាកុំធ្វើខ្លួនអាឡែឡោពេកផ្លេចខ្លួនប្រយ័ត្នចេះរយរបស់ពួកសត្វចចឈាមហើយបុរាណក៏បានតបទៅកាន់នាងវិញថាកុំខ្លាចអីខ្ញុំនឹងឲ្យពួកវាព្រោះរួចជានៃការខ្ពន់បើសិនបើពួកវាប្រញាប់ចូលមកខាំពួកយើងចំណែកលោកគ្រូប៉ាចាដែលកំពុងអង្គុយមើលពួកគេកំពុងតែប្រយ័ត្ននោះដោយគាត់បាននិយាយថាមិនអាក្រក់ទេពួកគេដឹងថាប្រើភ្លើងដើម្បីខាត់ពួកសត្វចចឈាមនោះបានស្រាប់តែពេលនោះគាត់ក៏ដឹងថាមិនល្អដោយសារតែស្ដេចចចឈាមក៏បានលេចខ្លួនហើយពួកសត្វចចឈាមតូចតាចក៏បានអន់គោរពចំពោះស្ដេចចចឈាមពេលនោះស្ដេចចចឈាមក៏បានប្រើធម្មពលរបស់វាបហាទៅកាន់ភ្លើងរបស់ប្រសលលឿងដែលបង្កើតឡើងដែលធ្វើឲ្យវាកកអស់បន្តមកវាក៏បានក្រហមដែលធ្វើឲ្យផ្ទាំងតកខ្ទេញនិងធ្វើឲ្យក្រុមរបស់បុរាណមានការភ្ញាក់ផ្អើលហើយស្ដេចចចឈាមក៏បានស្ទុះមួយលបឿនយ៉ាងខ្លាំងទៅកាន់ក្រុមរបស់បុរាណហើយអូនសតទិញទៅក៏បាននិយាយថាហេតុអ្វីបានជាពួកយើងមានសំណាក្រម្លេះដែលជួស្ដេចសត្វចចឈាមនៅពេលស្ដេចចចឈាមបានមកដល់វាក៏បានវាបហាទៅកាន់ពួកគេប៉ុន្តែពួកគេក៏បានដកថយរួចក្នុងគណៈពេលនោះដែរសាច់រឿងយើងក៏បានសុំសិលតែត្រឹមនេះអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនារកកំហុសឆ្គងត្រណាមួយសម្រាប់អ្នកទាំងអស់គ្នាមេត្តាអភ័យទោសយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតសូមអរគុណ